សួស្តីថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀប set up set up router 4G ប្រើ SIM set up router ប្រើ SIM model StoneNet អូខេដើម្បី set up ឲ្យវាដើរបានដំបូងយើងត្រូវមាន SIM ហើយយើងត្រូវដាក់ SIM នៅខាងក្រោយនេះរឿងល្ងឹតដាក់ SIM នៅកន្លែងនេះ micro SIM card នេះខ្ញុំបានដាក់រួចហើយគឺ SIM យើងប្រើ SIM 4G នេះចូលតមកទៀតយើងធ្វើការដោតភ្លើងអូខេឥឡូវពេលយើងដោតភ្លើងអត់មានភ្លើងទេដោយសារយើងត្រូវការចុចបេតុង power នេះមួយទៀតពេលយើងចុចបេតុង power មកវានឹងលោតភ្លើងបែបនេះអូខេចាំរហូតដល់លោតចប់លោតភ្លើងចប់អូខេឥឡូវនេះពេលវាលោតភ្លើងកន្លែង Wi-Fi នេះមានភ្លើងហើយអញ្ចឹងមិនន័យថាវាដើរចប់ហើយយើងចូលទៅកាន់កុំព្យូទ័រយើងទៅយើងចុចកន្លែង Wi-Fi ហើយយើងដើររក StoneNet Wi-Fi ឈ្មោះថា StoneNet អូខេចូលមកយើង connect វាទៅអានេះសារខ្ញុំ connect វាពីមុនទៅវាជាប់អូតូពេលយើង connect បានហើយវាដាក់ no internet ដោយសារយើងអត់ទាន់បាន set up វាអញ្ចឹងយើងចូលទៅកាន់ browser ចូលកាន់បិទវិសាបើម្ដងទៀតយើងចូលមកកាន់ browser មកយើងវាយ IP របស់វានេះ IP របស់វាគឺបានឈប់បន្តិច IP របស់វា 192.168.1.1 default IP ហើយយើងវាយទៅ IP.168.1.1 យ៉ាអូខេ1.enter វាលោតចេញមកទាំងបែបនេះអូខេរួមវាចូលមកទាំងបែបនេះយើងចូលទៅកាន់ចុចប៊ូតុង start មកតែវាលោតមក default 4G mode នេះគាត់ថាយើងប្រើជាមួយនឹង SIM 4G មានច្រើនតែយើងជ្រើសរើសយក 4G mode មកសម្រាប់ដាក់ SIM ឬយើងចុច next ហើយកន្លែង wireless នេះយើងអាចដូរឈ្មោះបានឧទាហរណ៍ថាខ្ញុំដាក់ថា Wi-Fi លេខកូដ 1 2 3 4 5 6 7 8 9 អូខេហើយយើងដាក់យើងចុចកន្លែងគ្រីសនេះមក agree return on emergency update គ្រីសកន្លែងហ្នឹងមករួចយើងចុច save ពេលដែលយើង save បានន័យថា Wi-Fi ដែលយើង connect មិញនោះគឺវាដាច់បាត់ហើយវាអស់ទាមទារយើងភ្ជាប់ Wi-Fi សារថ្មីអញ្ចឹងយើងបើកមកយើងរកនេះ Wi-Fi ដែលយើងបានដូរឈ្មោះមិញហ្នឹងយើងចុច connect វាទៅហើយលេខកូដយើងបានដាក់មិញ 1 2 3 4 5 6 7 1 2 3 4 5 6 7 8 9 លេខកូដ 9 មកចុច next
thấy bị chọp và về bị chọp dân ai cho một chàng đi pra mà lòng thiệt bạn nó đánh mình nha khi là dân vừa ca refresh 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 lòng thiệt bằng chẳng mình tích cho wifi xong disconnect connect sát đám ok ở phía cho mòn chắc dương vay lịch cột trăng đấy dương đã thì cột này dương vay sạch này lừa wifi mấy muối phi bay 414 buồn chắc ok toàn máu bị trôi một tiềnแบบนี้คืออินเทอร์เน็ตเยอะtoàn miền đấy toàn miền internet này viên toàn miền internet thế choยังធ្វើការចុច restart router មួយទៅយើងធ្វើការ restart ចុច restart ទៅអូខេ reboot the router ហើយចុចអូខេthì là dừng reboot bàn chụp chạy hết vì lột lơ mà vẫn dừng rung trăm đòi về lột lơ là lành wifi ok lột lơ hết dừng cho cặp chọn wifi yeah, connect auto ok chọn hết chấm dương ngoài thừa ca chọn hay code thì bay ram mùi con bay buồn chiều máu là níคือវាដំណើរការធម្មតាហើយដើម្បីចង់ដឹងថាវាដើមណាឥឡូវយើងសាកចូលទៅកាន់ YouTube អូខេឥឡូវយើងចូលមើល YouTube មើលដើមកន្លែងនេះលូបងប្អូនចង់និយាយថាបើសិនជានៅបឹងតបៃយើងណាកសាងកន្លែងលូហ្នឹងឲ្យមានជាតំបន់ទេសចរដូចឥឡូវដើរហើយចឹងការ set up router ដែលប្រើ SIM របស់យើងគឺទទួលបានជោគជ័យ